យន្តហោះគ្មានមនុស្សបើកឬក៏ drone របស់យោធាថៃមានបំពាក់ឧបករណ៍ចាប់កម្ដៅបានហោះចូលដែនអាកាសកម្ពុជានៅភូមិជោគជ័យនិងភូមិព្រៃច័ន្ទនៃខេត្តបន្ទាយមានជ័យទាំងថ្ងៃទាំងយប់នេះបើយោងទៅតាមអភិបាលរងខេត្តបន្ទាយមានជ័យលោកលីសវណ្ណរិទ្ធលោកលីសវណ្ណរិទ្ធបានប្រាប់ភ្នាក់ងារព័ត៌មានរបស់ News Today នៅថ្ងៃទី6ខែតុលាឆ្នាំ2025ថាdrone ដែលថៃបង្ហោះគឺជាប្រភេទ drone ស៊ើបការនិង drone ចាប់កម្ដៅមនុស្សដើម្បីតាមដានសកម្មភាពរបស់ប្រជាជននិងកងកម្លាំងកម្ពុជានៅភូមិទាំងពីរលោកអភិបាលរងចាត់ទុកថាសកម្មភាពរបស់យោធាថៃនេះគឺជាការរំលោភទៅលើអធិបតេយ្យភាពរបស់កម្ពុជាម្ដងហើយម្ដងទៀតក៏ប៉ុន្តែកងទ័ពថៃបានចោទកម្ពុជាថាបន្តបង្ហោះ drone ចូលទឹកដីរបស់ខ្លួនទៅវិញក្រៅពីការតាមដានសកម្មភាពរបស់ភូមិទាំងពីរថៃក៏បានប្រើ drone ចាប់កម្ដៅនេះឆ្លូបចាប់ពលករដែលឆ្លងដែនតាមច្រករបៀងដោយខុសច្បាប់ចូលទៅប្រទេសថៃផងដែរជាក់ស្ដែងនៅប៉ុន្មានថ្ងៃចុងក្រោយនេះតម្រួតថៃបានចាប់ពលករជាបន្តបន្ទាប់រួមមានទាំងពីកម្ពុជានិងមីយ៉ាន់ម៉ាចំណែកស្ថានភាពនៅភូមិជោគជ័យនិងភូមិព្រៃច័ន្ទវិញលោកលីសវណ្ណរិទ្ធបានបញ្ជាក់ថានៅបន្តស្ថិតក្រោមការគំរាមកំហែងរបស់កងទ័ពថៃដែលបង្ខំឲ្យអាជ្ញាធរខេត្តបន្ទាយមានជ័យរៀបផែនការជំនះប្រជាពលរដ្ឋចេញទន្ទឹមនឹងនោះថៃក៏បានដាក់លក្ខខណ្ឌឲ្យកម្ពុជាផ្ញើផែនការជំនះប្រជាជនចេញនេះឲ្យថៃឲ្យបានត្រឹមថ្ងៃទី7ខែតុលាឆ្នាំ2025ប្រសិនបើកម្ពុជាចង់បន្តកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យុទ្ធភូមិភាគដែលក្រុងនឹងធ្វើឡើងនៅថ្ងៃទី10ដល់ទី12ខែតុលាឆ្នាំ2025ក៏ប៉ុន្តែកងទ័ពជើងគោកកម្ពុជាបានច្រានចោលសំណើរបស់ថៃខ្ញុំរស់សុធាពី News Today NTTV